បាទសួស្តីបងប្អូនទាំងអស់គ្នាជាទីនឹករលឹកថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីចែករំលែកទៅអ្នកទាំងអស់គ្នាដែលកំពុងតែតាមដានរាល់វីដេអូរបស់ខ្ញុំបាទមួយរយៈនេះយើងឃើញថានៅលើបណ្ដាញសង្គម TikTok ឬក៏ Facebook ក្តីយើងឃើញមានការចែករំលែកជាវីដេអូនៅការនិយាយភាសាខ្មែរជាមួយនឹង Google AI Gemini បាទអញ្ចឹងតើយើងត្រូវធ្វើដូចម្តេចដើម្បីអាចនិយាយឆ្លើយឆ្លងជាមួយ Gemini បានយ៉ាងងាយស្រួលដូចនេះសម្រាប់ការប្រើប្រាស់ទូរស័ព្ទគឺយើងអាចប្រើប្រាស់ទាំងទូរស័ព្ទ Android និងទូរស័ព្ទ iOS តែយើងហៅថា iPhone នោះបាទតែនៅក្នុងទូរស័ព្ទប្រព័ន្ធ Android គឺមានភាពងាយស្រួលជាងបន្តិចត្រង់ថានៅត្រង់កន្លែង Google នេះបាទនេះកន្លែង Google ដែលខ្ញុំចង្អុលហ្នឹងគឺវាមានពាក្យថា Gemini រួចស្រេចបាទនេះខាងក្រោមគេនេះបាទខាងក្រោមគេហ្នឹងដាក់ Gemini អញ្ចឹងយើងគ្រាន់តែចុចទៅលើពាក្យ Gemini ទៅយើងឃើញរូបនេះមួយបាទរូបវិឈរ3បាទនេះសញ្ញាត្រេវិឈរ3ទៅនៅកន្លែងហ្នឹងអញ្ចឹងយើងគ្រាន់ចុចទៅលើវាទៅយើងអាចសន្ទនាជាមួយ AI បានហើយបាទវាលោតសញ្ញាហ្នឹងមកអញ្ចឹងយើងអាចសន្ទនាជាមួយ AI បាននឹងវិធីទី1ហើយវិធីមួយទៀតនោះគឺយើងប្រើប៊ូតុងខាងស្ដាំនៃទូរស័ព្ទ Android បាទគឺនៅខាងស្ដាំ Android នេះមានប៊ូតុង3ខាងលើ2ខាងក្រោមគេ1អញ្ចឹងយើងកុំចុចខាងលើ2ចុចខាងក្រោមគេនឹងមួយឲ្យជាប់បាទចុចឲ្យជាប់អញ្ចឹងវានឹងលោតទៅដល់ Google Gemini តែម្ដងបាទអញ្ចឹងយើងចង់និយាយយើងគ្រាន់តែចុចអារូបបញ្ឈរ3ទៅយើងអាចប្រើប្រាស់បានហើយបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរពួកយើងទៅមើលការប្រើប្រាស់ទាំងអស់គ្នាបាទជំរាបសួរ Gemini ជំរាបសួរតើខ្ញុំអាចជួយអ្វីបានដែរខ្ញុំពិតជាចង់ឲ្យអ្នកជួយខ្លាំងណាស់ខ្ញុំរីករាយនឹងជួយអ្នកសូមប្រាប់ខ្ញុំពីបញ្ហារបស់អ្នកនោះខ្ញុំនឹងព្យាយាមដោះស្រាយវាបញ្ហារបស់ខ្ញុំនោះគឺមានដូចតទៅខ្ញុំកំពុងរងចាំស្ដាប់បញ្ហារបស់អ្នកសូមរៀបរាប់វាមកហើយយើងអាចនិយាយបានច្រើនបាទការសន្ទនាគឺបានច្រើនហើយសម្រាប់ទូរស័ព្ទ iOS ក៏ប្រើបានដែរក៏ប៉ុន្តែមានប្រភេទទូរស័ព្ទមួយចំនួននោះក៏យើងមិនអាចនិយាយភាសាខ្មែរទៅកាន់ AI Gemini បានដែរហើយខ្ញុំក៏មិនដឹងថាមានមូលហេតុអីទេណាសម្រាប់ទូរស័ព្ទខ្ញុំនេះប្រើប្រាស់បានដោយទូលំទូលាយតែម្ដងសម្រាប់ភាសាខ្មែរជាមួយនឹង Google AI ឬយើងហៅថា Google Gemini អញ្ចឹងសម្រាប់ការចែករំលែកថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលា